បាទជ្រាបសួរពុកម៉ែបងប្អូនអ្នកផលិតកម្មស្រូវទាំងអស់គ្នាបាទថ្ងៃនេះថ្ងៃទី9បាទថ្ងៃទី9ខែ6ឆ្នាំ2025នៅខាងតំបន់វាទ្រាយើងឃើញមានវត្តមានមេឃថ្នោតបាទនេះយើងឃើញមានវត្តមានមេឃថ្នោតចាប់ដើមមកហើយចឹងសម្រាប់បងប្អូនអ្នកផលិតកម្មស្រូវ3ចុះឆែកនៅក្នុងស្រែបាទចឹងឆែកនៅក្នុងស្រែបានជាប់លាប់ដើម្បីការពារផលប៉ះពាល់ដោយសារការបំផ្លាញដោយសារមេឃជាជំងឺបាក់តេរីស្លឹកចឹងឃើញវាមកទាំងពីរណាទីមួយមានវត្តមានជំងឺបាក់តេរីឆ្លូតស្លឹកបាទហើយនឹងនៅខាងគល់គឺមានមមាញបាទមានមមាញថ្នោតបាទខាងគល់ចឹងសម្រាប់បងប្អូនដែលឃើញថាស្រូវចាប់ផ្ដើមមានពួកមមាញឬក៏មានបាក់តេរីស្លឹកចង់ឆែកមើលបន្ថែមបាទអញ្ចឹងវាមានទាំងមមាញទាំងបាក់តេរីបាទអញ្ចឹងអរគុណសម្រាប់ការតាមដានទស្សនានៅ